Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំនឹងនិយាយអំពីរឿងភាគកូរ៉េដែលត្រៀមនឹងចេញផ្សាយនៅក្នុងខែមិថុនាឆ្នាំ2026នៅក្នុងឆ្នាំ2026 Netflix បាននាំយកជាមួយនឹង Webtoon ដ៏ល្បីមួយមកកែសម្រួលជារឿងភាគក្រោមចំណងជើងថា Take You a Lesson វាគឺជារឿងបែប Action, School Bully និង Psycho Drama រឿងនេះមិនត្រឹមតែបង្ហាញអំពីការបូលីអំពើហិង្សាក្នុងសាលាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ហាញពីប្រព័ន្ធអប់រំដែលកំពុងបរាជ័យនិងសំណួរមួយសួរថាតើពេលច្បាប់មិនអាចការពារជនរងគ្រោះបាននរណាម្នាក់គួរតែចេញមុខមកនៅកូរ៉េខាងត្បូងសិទ្ធិសិស្សត្រូវបានលើកដង្កើងខ្ពស់ខ្លាំងពេកប៉ុន្តែបញ្ហាមួយចំនួនត្រូវបានកាត់ឡើងគ្រូជាច្រើនខ្លាចតែជាជនរងគ្រោះនៃការគំរាមកំហែងអំពើហិង្សានិងការប្រើអំណាចរបស់សិស្សមានខ្នងបង្អែកមានសាលាជាច្រើនដែលគ្រូមិនអាចគ្រប់គ្រងបានសិស្សប្រើអំពើហិង្សាបង្ហោះវីដេអូបំបាក់មុខគ្រូនិងបង្កការភ័យខ្លាចក្នុងសាលាជាដើមទោះជាមានបណ្ដឹងឬច្បាប់ក៏គ្មានអ្នកណាអាចផ្លាស់ប្ដូរអ្វីបានទាំងអស់ដើម្បីដោះស្រាយវិបត្តិនេះរដ្ឋាភិបាលបានបង្កើតអង្គភាពសម្ងាត់មួយដែលមានឈ្មោះថាទីភ្នាក់ងារការពារសិទ្ធិអប់រំដែលជាក្រុមមនុស្សមានសិទ្ធិពិសេសក្នុងការចូលទៅសាលានិងដោះស្រាយករណីដែលប្រព័ន្ធធម្មតាមិនអាចដោះស្រាយបានមនុស្សដែលគួរឲ្យខ្លាចបំផុតនៅក្នុងក្រុមនេះគឺ Na Han-jin គាត់មិនមែនជាគ្រូធម្មតាទេប៉ុន្តែជាមនុស្សដែលជឿថាមនុស្សខ្លះមិនអាចអប់រំបានដោយពាក្យសម្ដីបានឡើយពេលណាមានសិស្សបង្កអំពើហិង្សាឬក៏ក្រុមអ្នកមានអំណាចឬសាលាដែលមានលក្ខការពិតហើយជានឹងចូលទៅកាន់កន្លែងនោះដោយប្រើវិធីសាស្ត្រដ៏តឹងតែងនិងគ្រោះថ្នាក់ដើម្បីបំបាយប្រព័ន្ធអំពើពុករលួយនៅខាងក្នុងនោះប៉ុន្តែនៅពេលដែលគាត់កំពុងតែផ្ដល់មេរៀនឬក៏គាត់កំពុងតែបង្រៀនដល់អ្នកដទៃគាត់ក៏បានចាប់ផ្ដើមប្រឈមមុខនឹងសំណួរដ៏ធំមួយតើអ្វីដែលគាត់កំពុងធ្វើគឺយុត្តិធម៌ពិតប្រាកដឬគ្រាន់តែជាការប្រើអំណាចដូចជាមនុស្សដែលគាត់ស្អប់គីមូយល់គាត់នឹងសម្ដែងជា Na Ha-jin គាត់គឺជាមន្ត្រីស៊ើបអង្កេតដ៏តឹងតែងម្នាក់មកពីភ្នាក់ងារការពារសិទ្ធិអប់រំគាត់មានអតីតកាលពោរពេញដោយភាពឈឺចាប់និងមិនជឿលើច្បាប់ស្អាតស្អំទៀតឡើយគាត់គឺជាមនុស្សដែលស្ងប់ស្ងាត់មិននិយាយច្រើនប៉ុន្តែនៅពេលដែលគាត់លូកដៃនៅក្នុងរឿងអ្វីមួយគាត់អាចនឹងធ្វើឲ្យសិស្សដែលគ្មានអ្នកណាហ៊ានប៉ះខ្លាចទៅជាមនុស្សដែលខ្លាចភ្លាមៗតួអង្គរបស់គាត់ក៏បង្ហាញពីមនុស្សម្នាក់ទៀតដែលមើលទៅសម្បកក្រៅរបស់គាត់ហាក់បីដូចជារឹងមាំប៉ុន្តែនៅខាងក្នុងពោរពេញទៅដោយកំហឹងនិងការសោកស្ដាយចំពោះរឿងរ៉ាវដែលបានកើតពីអតីតកាលជីនគីជូក៏ដដាលទោសជាអ៊ីមហាំរីមគាត់គឺជាសមាជិកម្នាក់ក្នុងទីភ្នាក់ងារការពារសិទ្ធិអប់រំដែលខុសពីហាជីនគាត់ជឿថាមនុស្សអាចផ្លាស់ប្ដូរបានប្រសិនបើពួកគេទទួលយកឱកាសគាត់គឺជាតួអង្គដែលតែងតែទប់ហាមជីនពេលដែលគាត់ប្រើវិធីសាស្ត្រខ្លាំងពេកហើយក៏ជាមនុស្សម្នាក់ដែលយល់ពីការឈឺចាប់របស់ជនរងគ្រោះច្រើនបំផុតទំនាក់ទំនងរវាងហាំរីមនិងហាជីនក៏ជាចំណុច emotional សំខាន់នៅក្នុងរឿងនេះព្រោះពួកគេមានគំនិតខុសគ្នាចំពោះយុត្តិធម៌លីស៊ុងមិនក៏ដដាលទោសជាឆយហ្គាំងស៊ុកគាត់គឺជាមនុស្សនៅពីក្រោយការបង្កើតទីភ្នាក់ងារការពារសិទ្ធិអប់រំគាត់ជឿថាប្រព័ន្ធអប់រំកំពុងតែដួលរលំហើយត្រូវការមនុស្សដូចជាហាជីនដើម្បីស្ដារឡើងវិញប៉ុន្តែនៅក្នុងពេលមួយគាត់គឺជាមនុស្សដែលលាក់អាត់កំបាំងធំទាក់ទងនឹងការប្រើអំណាចនិងទីភ្នាក់ងារការពារសិទ្ធិអប់រំផងដែរខ្ជូជីហ៊ូនក៏នឹងដើរតួជាបងគុនដេគាត់គឺជាអតីតទាហានដែលចូលរួមជាមួយនឹងទីភ្នាក់ងារសម្ងាត់ការពារសិទ្ធិអប់រំគាត់គឺជាតួអង្គដែលនាំមកនូវ action និងភាពកំប្លែងនៅក្នុងក្រុមប៉ុន្តែនៅពេលដែលប្រឈមមុខនឹងគ្រោះថ្នាក់គាត់គឺជាមនុស្សម្នាក់ដែលការពារមិត្តរួមក្រុមដោយមិនស្ទាក់ស្ទើរចំពោះរឿង Take You a Lesson មិនមែនជារឿងសាលារៀន back action ធម្មតាទេប៉ុន្តែជារឿងដែលធ្វើឲ្យអ្នកទស្សនាសួរខ្លួនឯងថាតើយុត្តិធម៌អាចនឹងកើតមានបានឬទេបើគ្មាននរណាម្នាក់ហ៊ានលូកដៃកខ្វក់ចូលទៅក្នុងរឿងនោះរឿងនេះឆ្លុះបញ្ចាំងពីបញ្ហាសង្គមដ៏ធ្ងន់ធ្ងរមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលបានកើតឡើងអំពីអំពើហិង្សានៅក្នុងសាលានិងការធ្លាក់ចុះនៃអំណាចនិងសិទ្ធិរបស់គ្រូបង្រៀនក្នុងការទូន្មានសិស្សដើម្បីដោះស្រាយបញ្ហានេះរដ្ឋសភាក៏នឹងក្រសួងអប់រំបានបង្កើតច្បាប់ថ្មីមួយនិងបង្កើតអង្គភាពរដ្ឋាភិបាលពិសេសមួយដែលមានឈ្មោះថាទីភ្នាក់ងារការពារសិទ្ធិអប់រំជាមួយនឹងសាច់រឿងបែប action ជាមួយនឹងការបូលីនិងសាយខភាពតានតឹងនៃសាច់រឿងនៅពោរពេញដោយការប៉ះទង្គិចផ្លូវចិត្តផងដែររឿងនេះត្រូវបានចាត់ទុកថាជារឿងដែល School Bully ដ៏ក្តៅគគុករបស់ Netflix នៅក្នុងឆ្នាំ2026ហើយជារឿងមួយដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថាខឹងសោកស្ដាយនិងរំភើបក្នុងពេលតែមួយរឿងភាគ Take You a Lesson នឹងមានគម្រោងចាក់បញ្ចាំងជាផ្លូវការនៅលើ Netflix នៅថ្ងៃទី5ខែមិថុនាឆ្នាំ2026